សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងប្រាប់បងប្អូនអំពីរបៀបបើកសេវា 5G នៅក្នុងទូរស័ព្ទដៃហើយក៏ក្នុងវីដេអូនេះផងដែរខ្ញុំក៏បញ្ជាក់ថាតើប្រភេទ model iPhone របស់បងប្អូនប្រភេទណាខ្លះដែលអាចដែលមានគ្រប់គ្រងនៅសេវា 5G ហើយចំពោះប្រភេទ Android សូមបងប្អូនទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ខ្ញុំនឹងបញ្ជាក់បន្ថែមនៅក្នុងវីដេអូនេះឥឡូវបងប្អូនមកទស្សនានៃការបើកសេវា 5G ជាមួយនឹងខ្ញុំបាទមុនដំបូងបងប្អូនចុចចូលកន្លែង setting មកកន្លែងការកំណត់នេះបងប្អូនចុចចូលមកបន្តទៀតបងប្អូនស្វែងរកគេដាក់ cellular នេះបងប្អូននេះគេដាក់ cellular នេះបងប្អូនចុចចូលមកហើយបន្តទៀតបងប្អូននេះអូចុះមកក្រោមមកបងប្អូននឹងឃើញកន្លែងគេដាក់ SIM នេះបើដោយសារខ្ញុំមាន SIM 2អញ្ចឹងបងប្អូនចង់ដាក់ SIM មួយណាដែលមានតែបងប្អូន SIM មួយបងជ្រើសរើសតែមួយមកបងដាក់ SIM មួយវាមាន SIM 2វាជ្រើសរើសដាក់ប្រព័ន្ធ 5G លើ SIM មួយណាបងប្អូនដាក់មកឥឡូវខ្ញុំដាក់ខាងលើយើងចុចចូលនៅកន្លែងនេះសំដងទៀតបងប្អូនចុចចូលកន្លែងខាង SIM មួយណាបងប្អូនចូលចិត្តឥឡូវខ្ញុំចូលយក SIM 97 SIM smartphone ហើយបងប្អូននឹងឃើញនេះឃើញកន្លែងគេដាក់ voice and data នេះបងប្អូនឃើញគេដាក់ 4G បងប្អូនចុចចូលមកពេលបងប្អូនចុចចូលហើយគឺនឹងមានកន្លោនបើសិនជាទូរស័ព្ទបងប្អូនមាន 5G វានឹង load 5G នៅខាងលើហើយបងប្អូនចុចគ្រីសចេះមកគ្រីសឲ្យនេះសញ្ញាគ្រីសនេះឲ្យនៅកន្លែង cloud 5G មកដោយសារតែប្រភេទទូរស័ព្ទរបស់ខ្ញុំនេះគឺអត់មាន 5G ទេបាទបើសិនជាបងប្អូនមាន 5G នេះចុចកន្លែងហ្នឹងមាន load 5G កន្លែងសេវា 5G យើងចុចសញ្ញាគ្រីសហ្នឹងវានឹងជាប់ហើយបាទហើយយើងថយមកក្រោយមកហើយចំពោះទូរស័ព្ទ iPhone ប្រភេទនេះក៏វាស្រដៀងគ្នាដែរបងប្អូនចុចដូចចឹងមកចូល line cellular មកវាមិនខុសគ្នាទេខុសគ្នាតិចតួចទេបាទហើយការបើក 5G គឺមានតែប៉ុណ្្នឹងទេហើយខ្ញុំក៏សូមបញ្ជាក់បន្ថែមដែរដោយសារ 5G នៅក្នុងប្រទេសកម្ពុជាយើងមិនទាន់ទូលំទូលាយទេដោយសារតែខាងក្រសួងគេកំណត់គាត់បានកំណត់តប្រហែលជាប្រហែលខេត្តទេដូចជា10ខេត្តជាងបងប្អូនគឺដាក់ដំណើរការ 5G ហ្នឹងមិនទាន់ទូលំទូលាយតាមជនបទតាមអីទេពីច្រើនគាត់ដាក់នៅតាមទីក្រុងឬក៏តាមទីប្រជុំជនឬតាមទីរួមខេត្តដែលមានមនុស្សច្រើនបាទហ្នឹងគឺគេដាក់ជាសាកល្បងក្នុងវគ្គទី1សិនបាទអញ្ចឹងបើសិនជាឧទាហរណ៍ថាទូរស័ព្ទបងប្អូនមានសេវា 5G ហើយប៉ុន្តែនៅតំបន់បងប្អូនអត់ទាន់មានគឺ 5G ក៏មិន load ដែរបងប្អូនអញ្ចឹងលុះត្រាតែទូរស័ព្ទបងប្អូនមាន 5G ហើយនៅក្នុងតំបន់ដែលក្រសួងគាត់បានដាក់ឲ្យយើងសិនហ្នឹងកន្លែងប្រព័ន្ធដូចជាទីប្រជុំជនដូចទីក្រុងភ្នំពេញឬក៏ទីតាមទីរួមខេត្តធំអញ្ចឹងណាបងប្អូនដែលគាត់បានកំណត់ដូចជា10ខេត្តជាងបាទហើយក៏ខ្ញុំសូមបញ្ជាក់មួយទៀតផងដែរចំពោះប្រភេទទូរស័ព្ទដែល iPhone ខ្ញុំនិយាយពី iPhone សិនប្រភេទទូរស័ព្ទ iPhone ដែលមាន 5G ដែល support 5G បានគឺត្រឹម iPhone 12ឡើងលើបងប្អូនដូចជា12 mini 12 Pro Max អញ្ចឹងហើយ13 14ឡើងទៅលើអញ្ចឹងណាបាទដែលអាចអាហ្នឹងមិនថាមាន 5G ហើយបើសិនបើជាទូរស័ព្ទប្រភេទដូចជា iPhone 11 Pro ឬក៏ iPhone SE ចំនួនទី2នេះចុះមកក្រោមគឺមិនមាន 5G ទេបងប្អូនគឺអត់មាន support 5G ទេនេះគឺជា SE ចំនួនទី2 chip A13 ស្មើនឹង iPhone 11 Pro Max ដែរហើយបើសិនជា iPhone SE ចំនួនទី3គឺមានបងប្អូនគឺមាន 5G អានេះទី2ចុះគឺអត់មានទេបាទគឺអត់មានទេហើយបើសិនជាប្រភេទ Android បងប្អូនអធិស្ឋានប្រភេទ Android វាមានច្រើន model មានច្រើនក្រុមហ៊ុនដូចជាHuawei Samsung Honor Oppo Vivo បាទនិងទូរស័ព្ទច្រើនទៀត Google Pixel អីហ្នឹងមានច្រើនស៊េរីទៀតប្រភេទ Android បាទអញ្ចឹងបើសិនជាបងប្អូនអត់ចេះឆែកហើយ 5G ខ្ញុំមិនអាចរាប់បានអស់ដោយសារ Android មានច្រើនអញ្ចឹងណាអញ្ចឹងបើសិនជាបងប្អូនអត់ចេះឆែកថាទូរស័ព្ទ model របស់បងប្អូនទូរស័ព្ទបងប្អូនពងប្រើហ្នឹងមាន
5G អត់ចឹងបងប្អូនបើសិនជាអត់ចេះឆែកបងប្អូនឆែកថាទូរស័ព្ទខ្លួនឯងហ្នឹងមាន 5G អត់ចឹងបងប្អូនសូម comment model ទូរស័ព្ទរបស់បងប្អូនដាក់នៅក្នុងខាងក្រោមវីដេអូដែលខ្ញុំបាននិយាយនេះបងប្អូនមើលវីដេអូហ្នឹងហើយបងប្អូន comment ឈ្មោះ model ទូរស័ព្ទបងប្អូនចូលក្នុង comment នៃវីដេអូហ្នឹងខ្ញុំនឹងឆែកហើយនឹងឆ្លើយប្រាប់បងប្អូននៅក្នុង comment ហ្នឹងដូចគ្នាបងប្អូនអាហ្នឹងបើសិនជាបងប្អូនអត់ចេះបាទហើយវីដេអូក៏មានតែប៉ុណ្្នឹងដែរបងប្អូនសូមអរគុណសូមជម្រាបលា